ទឹកដូចជាច្រើនដល់ហើយវ៉ៃចាក់ចោលខ្លះសិនក្តាមតែ3 4សោះអូយក្តៅណាស់មិនក៏ចាក់ទឹកក្តៅលើយើងអញ្ចឹងគីងគក់ចេះនិយាយឲ្យខ្ញុំសុំទោសផងគីងគក់ដែលខ្ញុំចាក់ទឹកក្តៅលើឯងតែខ្ញុំមិនបានតាំងចិត្តធ្វើបែបនេះទេចុះបើយើងចាក់ទឹកក្តៅលើខ្លួនប្រាណឯងហើយយើងសុំទោសតាមក្រោយតើឯងទទួលយកបានអត់ចុះការសុំទោសរបស់ឯងនេះយើងទទួលយកមិនបានទេព្រោះយើងបានឈឺចាប់រួចទៅហើយ ខ្ញុំពិតជាមិនបានតាំងចិត្តពិតមែនតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបឯងព្រមអភ័យទោសឲ្យខ្ញុំយើងគឺជាស្ដេចគីងគក់មិនធ្លាប់មានគេប្រមាថឬធ្វើឲ្យយើងឈឺចាប់បែបនេះទេតែបើឯងមិនចង់មានបាបកម្មជាមួយយើងឯងត្រូវទទួលយកបណ្ដាសារបស់យើងមួយ បន្ទាប់ពីនិយាយចប់ស្ដេចគីងគក់ក៏បានបាត់ខ្លួនសូន្យឈឹងទៅរីឯយុទ្ធវិញក៏បានប្រែខ្លួនទៅជាមនុស្សដែលមានស្បែកគ្រើមជ្រីជ្រួញដូចដែលគីងគក់ដាក់បណ្ដាសារឿងបណ្ដាសាគីងគក់នៅក្នុងភូមិតូចមួយមានកំឡោះម្នាក់ដែលប្រកបមុខរបរធ្វើស្រែចម្ការរកក្តាមខ្យងដើម្បីចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃហើយកំឡោះនោះឈ្មោះថាយុទ្ធគ្មានបងប្អូនសាច់ញាតិនឹងគេទេព្រោះគាត់ជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូចមកម្ល៉េះដោយសារតែគ្មានឪពុកម្ដាយដូចគេធ្វើឲ្យយុទ្ធមានភាពឯកាជាខ្លាំងហើយឃើញមេឃភ្លៀងអញ្ចឹងដូចជាមានអារម្មណ៍ថាឯកាណាស់ខ្ញុំគេគ្រប់គ្នាមិនថាមានឬក្រទេយ៉ាងហោចណាស់ក៏មានឪពុកម្ដាយហើយនឹងគេដែរតែចំណែកខ្ញុំវិញកំព្រាតាំងពីតូចមិនដឹងថាមានបាបអ្វីពីជាតិមុនមកទេទើបបានជាកំសត់បែបនេះបន្ទាប់ពីរាំងភ្លៀងយុទ្ធក៏បានដើរទៅរកក្តាមខ្យងដូចរាល់ដងតែថ្ងៃនេះក៏រកបានច្រើនជាងរាល់ដងព្រោះតែមានភ្លៀងធ្លាក់យីថ្ងៃនេះរកបានក្តាមខ្យងច្រើនណាស់វ៉ៃអញគួរតែយកវាទៅលក់នៅក្នុងភូមិខ្លះទេដឹងណោះព្រោះបើទុកហូបខ្លួនឯងក៏ហូបមិនអស់ដែរគិតរួចយុទ្ធក៏បានយកក្តាមខ្យងត្រឡប់ទៅផ្ទះដើម្បីលាងសម្អាតយកទៅលក់នៅក្នុងភូមិនៅឯផ្ទះនាងបុប្ផាត្រូវទឹកភ្លៀងមួយមេផ្ការីកស្គុះស្គាយតែម្ដងថ្ងៃនេះនិយាយអញ្ចឹងព្រឹកនេះបានម្ហូបអីដែរកូនបុប្ផាចាពុកខ្ញុំក៏មិនទាន់ដឹងដែរតែចាំមើលបន្តិចទៀតមើលក្រែងមានអ្នកដើររកក្តាមខ្យងគេដើរលក់កាត់ផ្ទះយើងព្រោះយប់មិញភ្លៀងក៏ច្រើនណាស់ដែរណាពុកអឺចាំបន្តិចសិនទៅពុកក៏មិនសូវទាន់ឃ្លានដែរចុះកូនដាំបាយរួចនៅនៅទេពុកដាំទុកចោលក្រែងហូបមិនឆ្ងាញ់ណាពុកតាមចិត្តកូនចុះអញ្ចឹងតែនិយាយរឿងម្ហូបអញ្ចឹងពុកដូចជានឹកដល់ម្ដាយកូនដល់ហើយនេះមិនគួរណាស្លាប់ចោលយើងសោះមេភូមិនិងកូនស្រីក៏បានឈរនិយាយគ្នាលេងពីរឿងប្រពន្ធដែលបានស្លាប់ទៅចោលខ្លួនរីឯយុទ្ធវិញក៏កំពុងតែដើរលក់ខ្យងនៅក្នុងភូមិតែថ្ងៃនេះគាត់លក់ពុំសូវដាច់ទេព្រោះអ្នកភូមិគេក៏ចេញទៅរកហូបខ្លួនឯងដែរម្យ៉ាងទៀតដោយសារតែគាត់មកលក់ជារៀងរាល់ថ្ងៃពេកយាយទិញខ្យងអត់យាយថ្ងៃនេះខ្ញុំលក់ខ្យងមិនដាច់សោះនេះជួយទិញខ្ញុំមួយថងទៅយាយហើយអាយុធអើយអញចេះតែចង់ជួយទិញឯងហើយតែថ្ងៃនេះអញលក់ស្លឹកអំពិលមិនដាច់សោះហ៎អញ្ចឹងគ្មានលុយជួយទិញឯងទេតែបដូរជាមួយស្លឹកអំពិលបានដែរអត់តាមានអីយាយដូរបានតាតែយាយមិនបាច់ដាក់ឲ្យខ្ញុំច្រើនពេកទេព្រោះខ្ញុំហូបតែម្នាក់ឯងហ្នឹងអឺអរគុណហើយអញ្ចឹងយុទ្ធជាក្មេងល្អម្នាក់នៅក្នុងភូមិដែលចេះជួយយកអាសារអ្នកដទៃនិងគោរពចាស់ទុំនៅក្នុងភូមិមិនដូចជានាយឆើតទេ
អាងតែឪពុកម្ដាយជាអ្នកមានមួយថ្ងៃគិតតែដើរបង្ករឿងឥតប្រយោជន៍ មួយរយៈនេះអត់បានវាយគ្នាដូចជារមាស់ដៃរមាស់ជើងដល់ហើយនេះអត់មានអ្នកណាដើរមកឲ្យអញវាយសោះអាប៊ឺណាមានតើខ្វះស្អីហ៎នោះដើរមកហើយខ្លាចតែឯងមិនហ៊ានផងខ្លាចស្អីហ៎ប៉ុណ្ណឹងសោះអាក្មេងសម្រែលក់ក្តាមលក់ចងស្ទៅណាដែរហ៎ ណែអាឆើតឯងកុំមកប្រើពាក្យសម្រែអញ្ចឹងព្រោះឯងក៏ជាអ្នកស្រែដែរកុំប្រើពាក្យអញ្ចឹងស្ដាប់ទៅវាមិនព្រោះទេ អញស្រែមែនតែអញកូនអ្នកមានមិនដូចឯងទេកូនកំព្រាហើយក្រទៀត អញមានឬក្រវាមិនសំខាន់ទេតែសំខាន់គឺអញរស់ដោយកម្លាំងញើសឈាមរបស់ខ្លួនឯងមិនដូចឯងទេរស់ដោយកម្លាំងញើសឈាមឪពុកម្ដាយហើយអញកូនកំព្រាក៏គ្មានអីតាក់ទងជាមួយឯងដែរព្រោះមនុស្សម្នាក់គ្មាននរណាកើតមកចង់កំព្រាឪពុកម្ដាយនោះទេ អញចង់ហៅឯងអាកូនកំព្រាមិនចោះអាកូនកំព្រា អញគ្មានចង់មកជាមួយពួកឯងទេអញទៅសិនហើយខ្ជិលអត់ប្រយោជន៍ជាមួយពួកឯងណា ហាហាហាហើយឃើញអត់អាបឿនវាមិនហ៊ានជាមួយអញទេអើយ បន្ទាប់ពីឆ្លោះគ្នាជាមួយនឹងឆើតរួចយុទ្ធក៏បានដើរទៅលក់ខ្យងជាបន្តទៀតមួយសន្ទុះក្រោយមកយុទ្ធក៏បានដើរទៅដល់ផ្ទះនាងបុប្ផាអូនបុប្ផាទិញខ្យងដែរអត់ ទិញតើបងចូលមកសិនមកហើយថ្ងៃនេះមានអីលក់ខ្លះដែរបងយុទ្ធ ថ្ងៃនេះមានតែខ្យងទេអូនព្រោះរកបានក្តាមតិចពេកក៏ទុកហូបខ្លួនឯងទៅ ហើយចុះថ្ងៃនេះមិនក៏យូរម៉េះបង យូរដោយសាររវល់ឆ្លោះគ្នាជាមួយអាឆើតហ្នឹងណាអូនវាហៅបងអាសម្រែទាំងតែខ្លួនវាជាអ្នកស្រែដែរសោះ កុំទៅខ្វល់ពីសម្ដីគាត់អីបងសូម្បីតែខ្ញុំក៏មិនចូលចិត្តដែរហើយខ្យងបងលក់មួយថងប៉ុន្មានដែរ លក់តម្លៃដូចតែរដងហ្នឹងតែសម្រាប់ស្រីស្អាតដូចអូនទិញមួយថងថែមជូនមួយថងណា ដឹងស្អីទេបងយុទ្ធអត់ដឹងគេអៀនទេអី ណែអាយុទ្ធលក់ខ្យងដឹងលក់ខ្យងវើយហាមកលក់បេះដូងឲ្យកូនកំមុំអញណា ខ្ញុំនិយាយលេងហ្នឹងណាអ៊ំថ្ងៃនេះខ្ញុំលក់ខ្យងអត់ដាច់សោះអញ្ចឹងក៏ថែមឲ្យអូនបុប្ផាតែម្ដងទៅ ឯងមិនមែននិយាយលេងទេកុំស្មានថាយើងមិនដឹងនោះរឿងឯងពីរនាក់យើងតាមដានយូរហើយតែយើងមិនខឹងទេព្រោះឯងមិនបានប្រព្រឹត្តខុសប្រពៃណីដូនតាហើយម្យ៉ាងទៀតឯងក៏ជាក្មេងល្អក្នុងភូមិដែរថ្ងៃនេះអញក៏មកចង់ប្រាប់ឯងដែរថាបើឯងស្រឡាញ់កូនបុប្ផាពិតប្រាកដមែនឯងត្រូវចូលទៅតាមផ្លូវទៅតាមច្បាប់ណាចំណែកថ្លៃបង្គាប់វិញយើងយកមិនច្រើនទេឲ្យតែស្រឡាញ់កូនអញឲ្យច្បាស់លាស់ បាទអ៊ំខ្ញុំអរគុណហើយដែលអ៊ំផ្ដល់ឱកាសឲ្យខ្ញុំក្រោយពីបានដឹងថាលោកមេភូមិផ្ដល់ឱកាសឲ្យនាយយុទ្ធក៏មានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលមិននឹកស្មានដល់បន្ទាប់ពីភ្ជាប់ពាក្យរួចនាយយុទ្ធក៏បានខំប្រឹងធ្វើស្រែចម្ការកាន់តែខ្លាំងជាងមុនដើម្បីយកប្រាក់ទៅរៀបការជាមួយនឹងនាងបុប្ផាឆ្នាំនេះស្រូវល្អខ្លាំងណាស់បើឆ្នាំក្រោយល្អអញ្ចឹងទៀតខ្ញុំនឹងមានប្រាក់គ្រប់គ្រាន់រៀបការជាមួយអូនបុប្ផាហើយថ្ងៃជិតត្រង់ហើយគិតយកក្តាមទៅស្ងោរហូបសិនក្រែងមានកម្លាំងធ្វើការទៀតយីទឹកដូចជាច្រើនដល់ហើយវ៉ៃចាក់ចោលខ្លះសិនក្តាមតែ3 4សោះ អូយក្តៅណាស់មិនក៏ចាក់ទឹកក្តៅលើយើងអញ្ចឹង គិងគក់ចេះនិយាយឲ្យខ្ញុំសុំទោសផងគិងគក់ដែលខ្ញុំចាក់ទឹកក្តៅលើឯងតែខ្ញុំមិនបានតាំងចិត្តធ្វើបែបនេះទេ
ចុះបើយើងចាក់ទឹកក្តៅលើខ្លួនប្រាណឯហើយយើងសុំទោសតាមក្រោយតើឯងទទួលយកបានអត់ចុះការសុំទោសរបស់ឯងនេះយើងទទួលយកមិនបានទេព្រោះយើងបានឈឺចាប់រួចទៅហើយ ខ្ញុំពិតជាមិនបានតាំងចិត្តពិតមែនតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបឯងព្រមអភ័យទោសឲ្យខ្ញុំ យើងគឺជាស្ដេចគង្គក់មិនធ្លាប់មានគេប្រមាថឬធ្វើឲ្យយើងឈឺចាប់បែបនេះទេតែបើឯងមិនចង់មានបាបកម្មជាមួយយើងឯងត្រូវទទួលយកបណ្ដាសារបស់យើងមួយ ដោយសារតែយុទ្ធជាក្មេងល្អនិងមានទំនួលខុសត្រូវនៅក្នុងខ្លួនគេក៏បានឈរគិតមួយសន្ទុះរួចក៏តបទៅវិញថាបានខ្ញុំព្រមទទួលយកបណ្ដាសាពីឯងទៅចុះដើម្បីកុំឲ្យមានកម្មពៀរជាមួយគ្នាទៅជាតិក្រោយទៀត ឯងគិតច្បាស់ហើយថាមែនទេបណ្ដាសានេះមិនមែនជាបណ្ដាសាធម្មតាទេណាឯងត្រូវគិតឲ្យច្បាស់សិនចាំឆ្លើយ ខ្ញុំបានគិតច្បាស់ហើយសូមឯងនិយាយបណ្ដាសានោះមក ឯងពិតជាមនុស្សស្មោះត្រង់មែនអញ្ចឹងយើងសូមដាក់បណ្ដាសាឲ្យឯងមានស្បែកគ្រើមជ្រីជ្រួញដូចជាយើងហើយដើម្បីដោះបណ្ដាសានេះបានតើតើមាននារីម្នាក់ព្រមយកឯងធ្វើជាប្តីទើបអាចដោះបណ្ដាសានេះបានបើមិនដូច្នោះទេឯងនឹងត្រូវទទួលយកបណ្ដាសានេះរហូតដល់ថ្ងៃស្លាប់ បានខ្ញុំទទួលយកបណ្ដាសានេះចុះបន្ទាប់ពីនិយាយចប់ស្ដេចគង្គក់ក៏បានបាត់ខ្លួនសូន្យឈឹងទៅរីឯយុទ្ធវិញក៏បានប្រែខ្លួនទៅជាមនុស្សដែលមានស្បែកគ្រើមជ្រីជ្រួញដូចដែលគង្គក់ដាក់បណ្ដាសាមួយខែក្រោយមក មួយរយៈនេះមិនឃើញបងយុទ្ធមកលេងខ្ញុំសោះខ្ញុំដូចជានឹកបងយុទ្ធដល់ហើយនេះ រីឯយុទ្ធវិញក៏មានអារម្មណ៍នឹកនាងបុប្ផាដូចគ្នាតែដោយសារខ្លួនមានស្បែកគ្រើមជ្រីជ្រួញទើបមិនហ៊ានទៅជួបនឹងនាងបុប្ផាហើយមានអារម្មណ៍ថានឹកអូនបុប្ផាដល់ហើយមិនដឹងថាសុខទុក្ខយ៉ាងណាទេម្ចាស់បេះដូងបងចង់ទៅជួបអូនខ្លាំងណាស់តែបងខ្លាចអូនឃើញសភាពរាងកាយរបស់បងហើយអូនទទួលយកមិនបានទើបបានជាបងមិនហ៊ានទៅនោះភ្លាមនោះយាយសំក៏បានដើរមកដល់យីវ៉ៃពីណាគេអញ្ចេះមើលពីក្រោយរៀងដូចអាយុធតែមិនក៏ចាស់ម៉េះវ៉ៃអាយុធមួយរយៈនេះអត់ឃើញទៅលក់ក្តាមខ្យងសោះអញ្ចឹងណាពេលយាយសំដើរចូលកាន់តែជិតគាត់ក៏បានឃើញស្បែកនាយុធកាន់តែច្បាស់គ្រាន់តែឃើញស្បែកនាយុធភ្លាមយាយសំក៏លាន់មាត់ថាយីអាយុធស្បែកឯងមិនក៏គ្រើមជ្រីជ្រួញខ្លាំងម៉េះខានឃើញតែមួយរយៈសោះនាយុធក៏ចង់ប្រាប់យាយសំតាមត្រង់ដែរតែខ្លាចយាយសំមិនជឿដូច្នេះគេក៏រកនឹកកុហកយាយសំថាខ្ញុំក៏មិនដឹងដែរណាយាយមួយរយៈមុនខ្ញុំឡើងកន្ទួលរមាស់ពេញខ្លួនតែបន្ទាប់ពីជាសះស្បើយមកខ្ញុំក៏ប្រែរាងកាយទៅជាបែបនេះទៅណាហើយឯងមានបានរោគអីមកលាបថែមទៀតអត់អញឃើញស្បែកឯងហើយចង់ខ្លាចចុះនាងបុប្ផាដឹងរឿងនេះអត់អូនបុប្ផាមិនដឹងរឿងនេះទេយាយព្រោះតាំងពីខ្ញុំមានបញ្ហាស្បែកមកខ្ញុំមិនដែលទៅជួបអូនបុប្ផាទេហើយម្យ៉ាងទៀតខ្លាចអូនបុប្ផាឃើញហើយទទួលយកខ្ញុំមិនបានយើងទៅសិនហើយអញ្ចឹងបាទយាយអរគុណហើយដែលបានមកសួរសុខទុក្ខដោយសារតែអាណិតនាយុទ្ធយាយសំក៏បានយករឿងរ៉ាវទាំងនេះទៅប្រាប់ដល់នាងបុប្ផាចំណែកនាងបុប្ផាវិញគ្រាន់តែឮយាយសំនិយាយរួចក៏ប្រញាប់ដើរមកផ្ទះនាយុទ្ធភ្លាមតែម្ដងទៅណាហ្នឹងអូនបុប្ផាមិនក៏បញ្ញាបញ្ញាលម៉េះ ខ្ញុំទៅផ្ទះបងយុទ្ធហ្នឹងណាបង បងឆ្ងល់អនឯងដល់ហើយអាយុធវាមានអីល្អទៅក្រក៏ក្រអាក្រក់ក៏អាក្រក់ហេតុអីបានជាអនឯងទៅស្រឡាញ់វាវិញបងនេះមានក៏មានសង្ហាក៏សង្ហាហើយបងតាមលួចស្រឡាញ់អូនយូរដែរហើយ ទោះជាបងយុទ្ធក្រហើយអាក្រក់ក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់គាត់ដែរព្រោះគាត់ជាមនុស្សចិត្តល្អហើយម្យ៉ាងទៀតពួកយើងក៏បានភ្ជាប់ពាក្យគ្នារួចហើយដែរ
ដូច្នេះហើយសូមបងកុំមកមើលងាយគាត់បែបនេះនោះខ្ញុំទៅសិនហើយ ស៊ីចិត្តល្អនងទៅអូនបុប្ផាអើយសម័យនេះហើយគ្មាននរណាស៊ីចិត្តល្អនងទៀតទេ នាងបុប្ផាក៏បានដើរចេញទាំងមានអារម្មណ៍ខឹងនេះឆើតជាខ្លាំងតែខ្ជិលតបតលុះទៅដល់ផ្ទះនាយុទ្ធ ពុទ្ធោបងយុទ្ធហេតុអីបានជាស្បែកបងប្រែទៅជាបែបនេះ ហាអូនបុប្ផាមិនបានជាអូនមកដល់ផ្ទះបងអញ្ចឹងអូនទៅផ្ទះវិញទៅ ហេតុអ្វីទៅបងយុទ្ធយើងជាគូដណ្ដឹងនឹងគ្នាណាមិនក៏បងដេញខ្ញុំអញ្ចឹងខ្ញុំស្រឡាញ់បងមិនមែនរូបរាងខាងក្រៅនោះទេគឺខ្ញុំស្រឡាញ់ចិត្តគំនិតរបស់បង តែបងមានរូបរាងបែបនេះបងមិនសមនឹងអូនទេ បងឈប់និយាយបែបនេះទៀតទៅតើបងកើតអីឲ្យប្រកាសទើបបានជាស្បែកបងព្រួប្រែក្នុងរយៈពេលខ្លីបែបនេះ នាយុទ្ធក៏បានប្រាប់ពីដំណើរដើមតងទៅនាងបុប្ផាទាំងអស់អំពីការព្រួប្រែស្បែករបស់គេហើយក៏ប្រាប់ពីវិធីដោះបណ្ដាសាផងដែររឿងរ៉ាវគឺវាបែបនេះណាអូនតើអូនព្រមទទួលយកបងធ្វើជាប្តីដែរឬទេហើយបើសិនជារៀបការរួចបងនៅតែបែបនេះទៀតតើអូនព្រមធ្វើជាប្រពន្ធបងលុះថ្ងៃស្លាប់ដែរឬទេ ចាអូនព្រម គ្រាន់តែនាងបុប្ផានិយាយចប់ភ្លាមនោះនាយុទ្ធក៏បានคล้ายខ្លួនទៅជារូបរាងដើមវិញតែម្ដងហើយពួកគេក៏បានរៀបការរស់នៅជាមួយគ្នាសុខសាន្តតរៀងទៅសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនារឿងរបស់ខ្ញុំបាទសូមពុកម៉ែបងប្អូនជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តធ្វើរឿងបន្តទៀតសូមអរគុណសូមជម្រាបលា